សួស្តីអ្នកនរគ្នានេះគឺជាវីដេអូនិយាយពីការធ្វើប្រអប់ឈើរបស់ខ្ញុំមកចាប់ផ្ដើមធ្វើប្រអប់ឈើហ្នឹងដោយសារតែអីវ៉ាន់ខ្ញុំមានច្រើនហើយរៀបមិនក៏អត់ឆ្លាស់ដែរចង់យកទៅទុកក៏ពិបាកយកមកប្រើវិញក៏ពិបាកដំបូងឡើយដើម្បីដោះស្រាយបញ្ហាហ្នឹងគឺខ្ញុំទៅទិញប្រអប់ជ័រយកមកប្រើប៉ុន្តែប្រអប់ជ័រគឺបានតែយកមកដាក់អីវ៉ាន់ទុកទេពេលដែលយកអីវ៉ាន់មកប្រើវិញគឺពិបាកត្រូវកាយឲ្យបានរហហើយបើសិនជាប្រអប់នឹងដាក់ធូនលើគ្នាគឺត្រូវយកលើចេញសិនហើយទៅបានទៅយកខោមអញ្ចឹងបើសិនជាអីវ៉ាន់យើងត្រូវការប្រើញឹកញាប់ត្រូវយកចេញប្រើចេញចូលរហូតអញ្ចឹងដាក់នៅក្នុងប្រអប់ចោលគឺពិបាកមែនតើបាទក្នុងការយកមកប្រើនឹងវិញនឹងឯងបន្ទាប់មកខ្ញុំក៏ទៅធ្វើធ្នើដោយសារតែធ្នើវាមាំហើយទុកឲ្យបានច្រើនហើយក៏ស្រួលដាក់ស្រួលយកវ៉ាន់មកប្រើវិញដែរប៉ុន្តែធ្នើគឺមានបញ្ហាមួយគឺតោងដីអញ្ចឹងបើវ៉ាន់យើងតូចដាក់លើធ្នើគឺចប់ហ្មងគឺដីតោងហើយពិបាកជូតណាស់បើវ៉ាន់ធំអត់បញ្ហាមួយទៀតរបស់ធ្នើគឺអីវ៉ាន់ពិបាកចល័តចុះឡើងបើអីវ៉ាន់ហ្នឹងត្រូវយកទៅប្រើប្រាស់កន្លែងផ្សេងគឺត្រូវហើអីវ៉ាន់ហ្នឹងដាក់ចូលប្រអប់សិនពេលដែលមកវិញគឺត្រូវហើអីវ៉ាន់ហ្នឹងយកមកដាក់ក្នុងធ្នើវិញអញ្ចឹងគឺហើចុះហើឡើងហើយត្រូវការប្រអប់ទៅដែរបើត្រូវហើតាំងធ្នើទៅទៀតគឺត្រូវយកអីវ៉ាន់លើធ្នើហ្នឹងចេញឲ្យអស់សិនហើយទៅបានលើកធ្នើទៅជាមួយដែរហើយខ្ញុំធ្លាប់នៅតុបជួលរឿងហើអីវ៉ាន់ចេញចូលហ្នឹងគឺពិបាកណាស់នៅលើទីផ្សារមានដំណោះស្រាយផ្សេងទៀតដូចទូដែលមានថតច្រើនឬក៏តុគេមានថតច្រើនសម្រាប់ដាក់អីវ៉ាន់នៅក្នុងហ្នឹងប៉ុន្តែរបស់អស់ហ្នឹងគឺអត់មាន system មួយដែលថាយើងយកមកដាក់ក្បែរគ្នាឬក៏ត្រួតស៊ីគ្នាទៅវាសំចៃកន្លែងរបស់យើងព្រោះកន្លែងនៅរបស់យើងគឺវាតូចសម្រាប់ខ្ញុំមានបន្ទប់តែ3ម៉ែត្រគុណ3ម៉ែត្រទេអញ្ចឹងខ្ញុំដាក់តែខេមួយឯតុកមួយគឺជាបាត់ហើយនៅស្មាអាវហើយបើអ្នកនៅបន្ទប់ជួលត្រូវវែកកន្លែងសម្រាប់ធ្វើម្ហូបទៀតអញ្ចឹងសំចៃកន្លែងគឺជាគោលខ្ញុំក៏ចាប់អារម្មណ៍ឃើញថានៅលើទីផ្សារគឺអត់ទាន់មានផលិតផលអីដែលដោះស្រាយចំណុចខ្វះខាតដែលខ្ញុំបាននិយាយខាងលើនឹងទេបញ្ហាមួយទៀតដែលខ្ញុំចង់ដោះស្រាយគឺមនុស្សសម័យឥឡូវមានអីវ៉ាន់ច្រើនប្រភេទអញ្ចឹងដូចអ្នករៀន IT គឺគាត់មាន accessory តាក់ទងនឹងគ្រឿងកុំព្យូទ័រគាត់អាចមាន RAM មាន laptop ចាស់មានកាសមានខ្សែ USB មានអីចឹងទៅអញ្ចឹងគាត់ត្រូវការអីវ៉ាន់អីដែលយកទៅរៀបរយគ្រឿងអស់ហ្នឹងពីព្រោះគ្រឿងអស់ហ្នឹងគឺគ្រឿងតូចហើយពិបាកក្នុងការរៀបចំដូចខ្ញុំអញ្ចឹងគឺខ្ញុំមាន hobby ច្រើនខ្ញុំលេង FPV drone ផងខ្ញុំលេងកង់ Disney ផងហើយខ្ញុំក៏ជាងគ្រឿងអេឡិចត្រូនិកដែរអញ្ចឹងខ្ញុំត្រូវការខ្ចប់ក្រុមអីវ៉ាន់ហ្នឹងទៅតាមក្រុមអីវ៉ាន់ខ្លះគឺសបោគ្រឿងតូចហើយក្រុមអីវ៉ាន់ខ្លះគឺមានវែងមានធំមានខ្ពស់អីចឹងទៅកន្លែងដែលទុកអីវ៉ាន់អស់ហ្នឹងគឺត្រូវការមានការបត់បែនទៅតាមប្រភេទអីវ៉ាន់អញ្ចឹងដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងខ្ញុំមកជាមួយនឹងគំនិតមួយគឺធ្វើប្រអប់ឈើដែលមានច្រើនម៉ូដដែលខ្ញុំហៅវាថាខ្វាច់ប្រអប់ system ហ្នឹងអញ្ចឹងប្រអប់ឈើហ្នឹងគឺយើងយកមកធ្វើជាសម្រាប់ទុកអីវ៉ាន់ក៏បានទុកហើយយើងចង់ចល័តក៏ងាយស្រួលហើយដោយសារតែប្រអប់យើង design តាមម៉ូដតាមប្រភេទអីវ៉ាន់ដែលយើងយកទៅប្រើអញ្ចឹងវារៀបរយហើយគោលដៅនៃការ design ប្រអប់ហ្នឹងគឺត្រូវតែងាយយកទៅដាក់ហើយទៅងាយដកយកមកប្រើវិញអញ្ចឹងខ្ញុំនឹងលេងជាមួយនឹង design របៀបធ្វើទ្វារឲ្យងាយស្រួលយកវ៉ាន់ចេញចូលហើយខ្វាច់ system ខ្ញុំហ្នឹងគឺប្រព័ន្ធប្រអប់ទាំងអស់គឺមានបញ្ជីឈ្មោះលើក្រោមដូចគ្នាអញ្ចឹងទោះនៅតែទិញប្រអប់ទៅប្រហែលក៏ system ហ្នឹងនៅដាក់កូដលើគ្នាហើយអីវ៉ាន់នៅតែអាចយកចេញយកចូលមកប្រើវិញបានងាយស្រួលហើយដោយសារតែគម្រោងរបស់ខ្ញុំហ្នឹងគឺនឹង design ប្រអប់មានតូចមានធំមានវែងមានខ្លីអញ្ចឹងអ្នកនេះអាចយកទៅ customize ការប្រើប្រាស់បានតាមចិត្តដោយសារតែវាជាប្រអប់ធូលីដីគឺអត់ជាបញ្ហាទេដោយសារតែអីវ៉ាន់ដាក់នៅក្នុងរបស់ដែរបិទចិត្តប្រភេទឈើដែលខ្ញុំយកមកប្រើគឺប្រភេទឈើកស៊ូកម្រាស់20លីឈើកស៊ូគឺស្អាតគួរសមសម្រាប់ការប្រើប្រាស់ទូទៅខូចខាតហម៉មគឺយើងអាចប៉ះវាមកវិញបានឧទាហរណ៍ប្រអប់ខ្ញុំមួយនេះគឺប្រអប់កំសាន្តខ្ញុំយកមកដាក់គ្រឿងដ្រូនរបស់ខ្ញុំដោយសារគ្រឿងដ្រូនមានគ្រឿងតូចច្រើនហើយទៅពេលដែលខ្ញុំត្រូវធ្វើការងារមួយដ្រូនគឺខ្ញុំត្រូវមាន set up ក្បាលមាន់ផ្សារត្រូវការផ្សារអីចឹងខ្ញុំខ្ចប់អីវ៉ាន់ហ្នឹងទៅជាមកប្រអប់ទៅហើយអីវ៉ាន់ទាំងអស់ហ្នឹងគឺនៅតែក្នុងប្រអប់ហ្នឹងដល់ពេលយើងត្រូវការធ្វើការមួយវាគឺខ្ញុំបើកមកធ្វើការយកមកហើយបើសិនខ្ញុំចង់យកវាទៅសាយសម្រាប់លេងសម្រាប់អីចឹងគ្រប់យ៉ាងគឺនៅក្នុងប្រអប់ហ្នឹងស្រេចអត់ចាំបាច់ចេញហើយចូលទេហើយប្រអប់ហ្នឹងគឺ design ក្នុងគោលបំណងធ្វើការចឹងគឺងាយចល័តនៅខាងមុខប្រអប់គឺមាន label សម្រាប់សេឈ្មោះថាជាប្រភេទប្រអប់ការងារអីយើងយកប្រអប់ហ្នឹងទៅដាក់ការងារ drone
ខ្ញុំសរសេរឈ្មោះនៅលើប្រអប់ហ្នឹងទៅហើយបើសិនមានប្រអប់ផ្សេងទៀតដែលមានសម្រាប់ការងារផ្សេងយើងសរសេរឈ្មោះនៅខាងមុខប្រអប់ហ្នឹងតាមផ្សេងហើយប្រអប់បន្ទាប់ដែលខ្ញុំបានធ្វើនេះគឺប្រអប់2ថតប្រអប់2ថតហ្នឹងគឺមានថត2ដែលដាក់បានគ្រឿងទូទៅគេទិញថតច្រើនសម្រាប់ទៅបែងចែកឲ្យបានគេអញ្ចឹងហើយប្រអប់នេះគឺបាន2ថតហើយខ្ញុំគម្រោងនឹងធ្វើមានច្រើនថតផ្សេងទៀតតាម mode design ផ្សេងដែលឥឡូវនេះខ្ញុំឃើញ2ថតស្អាតទំហំវាសមរម្យសម្រាប់ដាក់របស់ទូទៅសរុបមក idea គឺខ្ញុំគិតថាល្អអញ្ចឹងខ្ញុំនឹងបន្ត design ហើយនឹងរុញ idea នឹងចេញឲ្យអស់ហើយខ្ញុំក៏ចង់ដឹងទីផ្សារដែរថានៅលើទីផ្សារវាល្អអត់ព្រោះมันប្រកាសថា idea ទាំងអស់វាល្អទេអញ្ចឹងខ្ញុំឆាប់រុញវាចូលទីផ្សារលឿនតិចបើសិនជាវាល្អវាដើរក៏ដើរបើអត់ទេខ្ញុំនឹង move on ទៅ idea បងអរគុណ